tu tứ nè là vô bài tay tình gì chồng nói nâng ra hay chồng nói nâng bởi dương sẽ đập mà plei tới cứ tới hai cái hai ta xóm rụng cái thà đang bay đo sải pan hàm bực lúi cái thà ai mình trai riêng chỉ cá miền bạc khai cướp gòn đang bay đo sải chỉ phiệp và pun côn bongตึก bong thường đòi liền gì chẳng á con tayสถานភាពដែលជាក់ស្ដែងដែលខ្ញុំមើលឃើញជាក់ស្ដែងគុណចាស់បើយើងចេះឆ្នៃដើម្បីគ្រាន់តែកាយរស់ឲ្យឲ្យជាតិខ្លាំងយើងក៏មិនបាច់ត្រូវគ្រប់គ្រាន់ទេត្រូវតែកាយរស់តាត្រូវតែកាយដើម្បីមានកម្លាំងខ្ញុំថាវាគ្រប់គ្រាន់ប៉ុន្តែចំណីតណ្ហានេះវាអត់គ្រប់ទេចំណីតណ្ហាសប្ងៃមិនចំណីដើម្បីកាយរស់ឲ្យគ្រប់គ្រាន់ទេគ្រប់គ្រាន់នឹងយើងថាកាយរស់ឧទាហរណ៍កូនយើង5នាក់ត្រូវការតែផ្ទះមួយជ្រកបានហើយដល់វាធ្វើផ្ទះវិឡា1ហិកតាមិនឲ្យវានៅតែម្នាក់ឯងហើយវាថាអត់គ្រប់គ្រាន់វាអញធ្វើផ្ទះមួយទៀតអញមានហាងមួយទៀតអត់គ្រប់គ្រាន់អញធ្វើចង្វាយខេតហើយថាអញមានយូរហើយអញចង្វាយខេតហើយអញត្រូវមានប្រព្រឹត្តអំពើពុករលួយទៀតវាមិនគ្រប់គ្រាន់មិនចតាអាហ្នឹងហើយដែលយើងអ្នកនយោបាយចិននិយាយឲ្យអល់មាត់ហើយគេស្ដាប់ទៅមួយផ្លែត្រូវអត់គ្រប់គ្រាន់ទេហែងខ្វះត្រូវស៊ីតាមខ្វះប្រទេសយើងកំពុងតែក្រហែងខ្វះត្រូវស៊ីតាមខ្វះសិនគឺគោលដៅដោះស្រាយបញ្ហាប្រទេសជាតិដូចយើងមានលុយសម្រាប់តែចាក់សាំងឡានអត់មានលុយចូលស៊ីកាទៀវយើងខ្ចប់ហើយចង់ឲ្យស៊ីគ្រប់គ្រាន់ហ្មងចង់ឲ្យចូលភីសាណាត្រូវមិនចេះតែនឹងអាហ្នឹងអ្នកនយោបាយចិននិយាយដូចភាសាគុណចាស់លើកមកអង្គមិញគេថាភាសារបស់លោកបណ្ឌិតកែមលីគេនិយាយច្រើនណាស់តែកណាមិនដែលនិយាយគេនិយាយពិតភាសាជាងនិយាយការពារអាការពាររឿងពិតរបស់គេក៏គេនិយាយការពារដែរហ្នឹងមិននិយាយការពារមិនតែកុំការពាររឿងអាក្រក់ហ្នឹងឧទាហរណ៍ថៃឆ្លៀនពៀនចូលទឹកដីត្រូវនិយាយថាថៃឆ្លៀនពៀនចូលទឹកដីត្រូវតែបើអត់ចូលទឹកដីគេការពារថាអត់មានយកទេកុំនិយាយថាគេយកគេមិនការពារហ្មងអាហ្នឹងដែលយើងចេះតែនិយាយល្អល់ផ្លោចទៅច្រើនល្មងអ្នកនយោបាយខ្មែរអញ្ចឹងបានកណាចង់ឃ្លាម្ដងគ្មានឱកាសជាយើងឃ្លាពាក្យពេចច្រើនណាស់ដែលកណាមើលឃើញខុសឆ្គងឃើញទេដែលគេហៅដាក់ឲ្យជាផ្នត់គំនិតដើម្បីបំផ្លាញជាតិឯងណាដូចកណានិយាយពីរឿងប្រឆាំងអង្គការអញ្ចឹងលួចប្រទេសមួយក៏ប្រឆាំងអង្គការគាត់និយាយយល់គ្នាពីសន្តិភាពខុសគ្នាក៏ប្រឆាំងណាត្រូវចោតគ្នាបង្កអយុត្តិធម៌សង្គមបង្កអស្ថិរភាពបង្កសន្តិសុខมันមើលឃើញកំហុសរបស់ជាតិសាសន៍ឯងត្រង់ហ្នឹងអំពើបកពួកនិយមចិត្តមនុស្សជាប្រធាននៅខាងក្នុងទង្វើរបស់មនុស្សខ្លះគេរស់ដើម្បីបំពន់មហិច្ឆតារបស់គេអាចគប់គុណគេដឹងរឿងហ្នឹងខុសហើយគេនៅការពារខុសទៀតយើងអត់បន្ទោសទេព្រោះសន្តាននៃចិត្តនៃខុសសភាវៈវាកើតអញ្ចឹងយើងអត់ទៅបន្ទោសទេយើងធ្វើវាអាណត្តិវិញតែពួកសភាវៈល្អក៏ត្រូវគិតដែរដើម្បីដោះស្រាយជាមួយសភាវៈអាក្រក់ចោលយើងថាវាអាក្រក់ពួកវាអាក្រក់ព្រោះចិត្តមហិច្ឆតាគេលួចទ្រព្យសម្បត្តិគេខុសនឹងច្បាប់ខុសនឹងផ្លូវចិត្តបំផ្លាញអ្នកដទៃឃើញទេជាពួកអកុសលធម៌អញ្ចឹងយើងត្រូវការពារជាមួយពួកហ្នឹងផងអញ្ចឹងសរុបមកវិញទំនាស់លោកីនេះគុំនាស់ពួកចិត្តជាកុសលនិងចិត្តជាអកុសលនឹងឯងសប្ថ្ងៃហ្នឹងអញ្ចឹងសរុបមកវិញអារឿងប្រាក់ខែឲ្យគ្រប់អត់មានគ្រប់ទេតែមើលផ្ទះចវាយខេតមួយដើរមើលផ្ទះស្នងការបលិសផ្ទះរដ្ឋមន្ត្រីមួយកាលណាវាគ្រប់ថារដ្ឋមន្ត្រីនឹងធំខ្ញុំឲ្យមើលតែផ្ទះប្រធានការិយាល័យគយប្រធានច្រកបើដើរមួយតែប្រធាននាយកដ្ឋានក្រសួងមន្ត្រីតែផ្ទះចៅសង្កាត់ហ្នឹងក៏ដោយហ្នឹងក៏មានដែរខ្ញុំគិតថាស្ថានភាពមន្ត្រីរាជការសប្ថ្ងៃនេះខ្ញុំគិតថាបានប្រសើរច្រើនដែរហ្នឹងតាមរយៈពុករលួយតាមរយៈប្រាក់បៀវត្តកទេលធំច្រឡំដេកធំដេកអត់ឲ្យគ្រប់ទេឥឡូវចង់ឲ្យប្រាក់ខែ10000ក៏មិននៅតែលួចពុករលួយដែរព្រោះវាមាន10000វាថាទេអញបានប្រាក់ខែ10000អញចង់ទិញផ្ទះ1 លានជួយដូចយូរអញ្ចឹង10000 100ដងវាទល់100ខែ100ខែវាឡើងប្រហែលជិត10ឆ្នាំជិត10ឆ្នាំព្រោះមួយឆ្នាំវា12ខែចូល9ឆ្នាំអូអញយូរព្រោះឥឡូវតណ្ហាអញស្រឡាញ់ចង់បានអាឡាន Alexis 700 ស៊េរី 2006 ឬក៏អាគុយចេញទំនើបឥឡូវគេទិញដល់តែ private jet ទៀតហ្នឹង70 80លានទៀតហ្នឹងអញ្ចឹងអញមិនពុះលួយអញធ្វើមិនធ្វើមិនឲ្យគ្រប់តែមើលរដ្ឋមន្ត្រីមួយណាក្រសិតចាយមិនអស់ណាមិនមែនស្ទើរតែរដ្ឋមន្ត្រីទាំងអស់ថាខូចឬក៏ទ្រព្យសម្បត្តិស្មើគ្នាអស់តែមើលដែលហៅថាក្រមិនតតែក្រយើងហត់ឲ្យយើងនិយាយអីខ្លាចយើងចាប់ដើមរួញគំនិតខំកាច់ចុះកាច់ឡើងហ្នឹងអញ្ចឹងបានកណាអត់ទៅចូលអញ្ចឹងកណាអត់ចេះនិយាយ